ឲ្យតែរដូវច្រូតកាត់ហ្នឹងគឺថាលឺសំឡេងលាន់តែហឹងឲ្យយំពេញស្រែប៉ុន្តែមិនដែលឃើញមុខឲ្យបានច្បាស់សោះជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសុជាតិខ្ញុំធ្វើវីដេអូមួយដែលបង្ហាញអំពីសត្វស្លាបមួយប្រភេទមានឈ្មោះថាសត្វឃ្លុំខ្ញុំជឿជាក់ថាពុកម៉ែបងប្អូនទាំងអស់គ្នាប្រកាសជាស្គាល់សត្វស្លាបមួយប្រភេទនេះច្បាស់ណាស់តាមរយៈសំឡេងរបស់វាយំនៅរដូវច្រូតកាត់ឲ្យលាន់តែហឹងពេញស្រែតែម្ដងធ្វើឲ្យខ្ញុំនឹកឃើញកាលពីវ័យនៅកុមារទៅច្រូតស្រូវជាមួយនឹងឪពុកម្ដាយហើយបានឮសំឡេងវាតែមិនដឹងថាមុខមាត់វាបែបម៉េចទេឥឡូវបងប្អូនទាំងអស់គ្នាទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាសត្វឃ្លុំជាទូទៅឈ្មោលមានកម្ពស់ពី41ទៅ43សង់ទីម៉ែត្រញីកម្ពស់ពី31ទៅ36សង់ទីម៉ែត្រពេលបន្តពូជឈ្មោលមានមាឌមធ្យមខ្លួនខ្មៅប្រផេះស្លាបទី1រំលេចគៀមពណ៌លឿងចំពុះលឿងសេនិងជើងពណ៌ក្រហមពេលពេញវ័យឈ្មោលមានរូបរាងដូចញីដែរនៅរដូវមិនបន្តពូជតែមានមាឌធំជាងខ្សែអង្កនផ្នែកពោះច្បាស់ជាងពេលបន្តពូជញីមានមាឌតូចជាងឈ្មោលផ្នែកខ្នងពណ៌ក្រមៅផ្នែកទ្រូងនិងចំហៀងទ្រូងមានពណ៌លឿងតាមចង្អូរពោះពណ៌សទីជម្រកវាលភក់មានរុក្ខជាតិក្រាស់និងវាលស្រែតំបន់វាលស្មៅលិចទឹករបាយមានវត្តមានពេញមួយឆ្នាំជាប្រភេទរងគ្រោះតិចតួចរដូវបន្តពូជចាប់ពីខែឧសភាដល់ខែកញ្ញាពងចំនួន3ទៅ10គ្រាប់ហើយចំណែកសត្វឃ្លុំនេះគឺយើងសង្កេតឃើញថាវាចូលចិត្តកាច់សម្បុកនៅក្នុងស្រែហើយពងរបស់វា3ទៅ10គ្រាប់គឺថាមិនចាញ់សត្វមន់ស្រុករបស់ផងយើងទេហើយវីដេអូនេះក៏បានដល់ទីបញ្ចប់សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនា